Good morning បងប្អូនយប់មិញពូមិននឹកស្មានថាអូយរដូវគាត់ធ្វើបាននិយាយមែនតើទៅអានេះនិយាយពីអារម្មណ៍ពិតហ្មង41ឆ្នាំស្អែកខាងស្អែកហើយយប់មិញប៉ះជាមួយនឹងអាល់កាឡេស៊ីโซមកគ្រាប់ចុងក្រោយគេហ្នឹងមកគ្រាប់ bicycle kick ហ្នឹងយើងសាកសម័យមើលថាវ័យប្រពន្ធគាត់ណាគាត់អាចធ្វើប្រពន្ធហ្នឹងបានណា bicycle kick ណាគាត់ធ្លាប់ធ្វើ bicycle kick នេះបានក្នុងកំឡុងពេលដែលការគាត់លេងនៅរៀលម៉ាឌ្រីតប៉ះជាមួយនឹងជួនទុះពេលនោះគឺគាត់ធ្វើអ្នកគ្រប់ត្រូលទាំងម៉ាឌ្រីតទាំងជួនទុះមានភាពញាប់អាខ្លាំងមែនទែនជំនាន់ស៊ីដានដឹកមកតែយប់មិញនេះគាត់លេងនៅអាណាហ្សរនេះ bicycle kick មកគ្រាប់ហ្នឹងសឹងថាมันគួរឲ្យមានរឿងនឹងកើតឡើងបានហើយចុះវ័យ41ឆ្នាំលេងសឹកម៉ែយ៉ាងនឹងមិនងាប់អីទេអត់ទេពេលខ្លះពូវាភាកផ្អើលជាមួយនឹងអ្វីដែលគាត់បង្កើតឡើងម្ដងហ្នឹងទៅអូបើយប់មិញនិយាយទៅគឺ trillion aura ហ្មងវាទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងមជ្ឈដ្ឋានបាល់ទាត់តាមរយៈការសុទ្ធបាយស្គរគិករបស់គាត់យប់មិញទល់នឹងក្រុមបាល់ទាត់អាល់កាឡេនេះបញ្ហាបង្ហាញថាឥទ្ធិពលរបស់គាត់គឺនៅតែបន្តកើតមាននៅលើបាល់ទាត់ហើយបើយើងសាកសម័យមើលថាឥឡូវ2025ជិតដាច់ឆ្នាំហើយអញ្ចឹងគាត់លេងដល់2026គាត់លេង World Cup ឲ្យជម្រើសជាតិប៉ូទុយហ្គាល់អញ្ចឹងប្រហែលជាគាត់លេងចប់ World Cup គាត់លេងយ៉ាងយូរមួយឆ្នាំឬ2ឆ្នាំទៀតគាត់ចូលនិវត្តន៍ហើយក្លឹបដែលគាត់ចូលនិវត្តន៍ចុងក្រោយគេគឺ Al Nassr ហ្នឹងគាត់អត់ទៅណាទេគាត់អត់មានមកអឺរ៉ុបវិញឬក៏ទៅប៉ូទុយហ្គាល់គឺអត់ទេគឺគាត់បញ្ចប់អាជីពនៅ Al Nassr ហ្នឹងមកអានេះបើអ្វីដែលពូគិតហើយនឹងសម្ដីដែលគាត់និយាយកន្លងមកតាមរយៈការសម្ភាសជាមួយអ្នកកាសែតព្យាមកហ្គេម Cristiano Ronaldo នៅតែជា God of the world amazing ហើយចុះកន្លែងមកមើល Real Madrid ដែរវិញខ្ជិលនិយាយតើគេមកក្រកន្លះពីទៅឈួតស្មើជាមួយ LJ 2ស្មើអត់ចង់និយាយពេលខ្លះមួយ Madrid វា restart ពេកតែណាហើយគ្រប់យ៉ាង Madrid ធ្វើអស់ហើយវានៅតែព្រមលិខិតតែប៉ុណ្ណោះ